អនុស្សាវរីយ៍ទិដ្ឋភាពភូមិខ្ញុំនៅពេលដែលខ្ញុំអង្គុយនៅកន្លែងបង្ហាញចេញទៅកាន់វាលស្រូវបុរាណអនុស្សាវរីយ៍នៃភូមិរបស់ខ្ញុំបានរីករាយនាំឲ្យមកវិញវាគឺជាពេលវេលាច្រើនតែបន្ទាប់ពីខ្ញុំចាក់ចេញប៉ុន្តែទិដ្ឋភាពសម្លេងនិងក្លិននៃផ្ទះកុមាររបស់ខ្ញុំបានទុកស្នាមសាស្នាដៃយ៉ាងជ្រាបចិត្តពេលព្រះអាទិត្យលិចនៅលើផ្លូវកំពុងបញ្ចេញពន្លឺមាសលើភូមិខ្យល់ត្រជាក់បត់តាមដើមដូងហើយសំឡេងឆាប់មួយរបស់គោនៅក្នុងវាលអនុញ្ញាតឲ្យបង្កើតសំឡេងធម្មជាតិភូមិរបស់ខ្ញុំតូចប៉ុន្តែគ្រប់ជ្រុងជ្រោយវាពោពេញទៅដោយអត្ថន័យនិងរឿងរ៉ាវខ្ញុំចាំបានថាត្រូវធ្វើការរត់ទៅលើផ្លូវតូចដែលនាំទៅកាន់ទន្លេជិតកន្លែងដែលខ្ញុំនឹកស្មានបានរយៈពេលម៉ោងណាមួយហើយក៏អារម្មណ៍យ៉ាងក្រហមនៃខ្យល់ប៉ុណ្ណោះក្លិននៃស្រូវដែលត្រូវរក្សាទុកស្ដាប់តាមការធ្វើកសិកម្មក៏ត្រង់ក្នុងខ្យល់ភូមិរបស់ខ្ញុំគឺជាកន្លែងដែលពេលវេលាទៅយ៉ាងយឺតហើយមនុស្សនៅទីនោះក៏សប្បាយស្រួលសូមកុំខកខានផ្ទះរបស់សាស្ត្រានិយាយសាយយ៉ាងហោចណាស់គឺនៅកណ្ដាលភូមិហើយខ្ញុំអាចស្ដាប់សំឡេងរបស់នាងហៅខ្ញុំចូលក្នុងផ្ទះសម្រាប់ញ៉ាំអាហារក្លិននៃម្ហូបដែលនាងបញ្ចូលការរំលឹកប្រាជ្ញាក៏មាននឹកស្មានផងដែរអារម្មណ៍កន្លែងនោះធ្វើឲ្យខ្ញុំរំភើបចិត្តនៅឡើយទោះបីជាពិភពលោកត្រូវបានផ្លាស់ប្ដូរយ៉ាងមែនហើយភូមិរបស់ខ្ញុំក៏បានអភិវឌ្ឍតាមរយៈឆ្នាំតែចំណុចមួយនៅក្នុងវាគឺកាន់តែទាន់សម័យនិងសំណងនៃរឿងរ៉ាវអនុស្សាវរីយ៍នៃការលូតលាស់នៅក្នុងកន្លែងដូចនេះគឺជារឿងសង្ឃឹមដែលត្រូវបានទុកស្នាដៃជាច្រើនទៅនឹងការបដូរជាថ្មីទីនេះនៅតែមានស្នាដៃរបស់ខ្ញុំនេះគឺជាភូមិរបស់ខ្ញុំកន្លែងដែលមានចិត្តស្មោះសម្រាប់ខ្ញុំជាអ្នកនឹងតែបន្តនឹកស្មាន